បងប្អូនដែលចង់បានកូនភ្លោះកុំភ្លេចមើលវីដេអូនេះឲ្យបានចប់ណាការចង់បានកូនភ្លោះគឺជាបំណងប្រាថ្នារបស់ប្តីប្រពន្ធជាច្រើនជាការបកស្រាយបែបវិទ្យាសាស្ត្រការមានកូនភ្លោះកើតឡើងតាមរយៈរបៀបពីរយ៉ាងកូនភ្លោះកើតចេញពីពងមេជីវិតតែមួយ identical twins និងកូនភ្លោះកើតចេញពីពងមេជីវិតពីរផ្សេងគ្នា fraternal twins ខាងក្រោមនេះគឺជាកត្តានិងវិធីសាស្ត្រមួយចំនួនដែលអាចបង្កើនឱកាសទទួលបានកូនភ្លោះមួយកត្តាធម្មជាតិដែលយើងមិនអាចបញ្ជាបានឱកាសនៃការមានកូនភ្លោះច្រើនតែអាស្រ័យលើសែន genetic ប្រសិនបើខាងស្រីមានប្រវត្តិគ្រួសារធ្លាប់មានកូនភ្លោះជាពិសេសបងប្អូនស្រីបង្កើតនោះឱកាសនឹងខ្ពស់ជាងមុនអាយុរបស់ម្ដាយស្ត្រីដែលមានអាយុលើសពី35ឆ្នាំមានឱកាសមានកូនភ្លោះខ្ពស់ជាងស្ត្រីវ័យក្មេងព្រោះរាងកាយអាចបញ្ចេញពងមេជីវិតច្រើនជាងមួយក្នុងពេលតែមួយ hyperovulation ចំនួនកូនបើអ្នកធ្លាប់មានកូនច្រើនរួចមកហើយឱកាសមានកូនភ្លោះនៅពេលក្រោយក៏កើនឡើងដែរ2របបអាហារនិងការរស់នៅទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការ100ពីវិទ្យាសាស្ត្រប៉ុន្តែការសិក្សាមួយចំនួនបង្ហាញថាអាស៊ីត folic acid ការលេបថ្នាំជំនួយដែលមានជាតិ folic មុនពេលមានផ្ទៃពោះអាចជួយបង្កើនឱកាសបន្តិចបន្តួចផលិតផលធ្វើពីទឹកដោះគោការញ៉ាំទឹកដោះគោឬផលិតផលទឹកដោះគោអាចជួយបង្កើនអរម៉ូនម្យ៉ាងដែលជំរុញការបញ្ចេញពងមើមដំឡូងជ្វាការសិក្សាលើកុលសម្ព័ន្ធមួយចំនួនបង្ហាញថាការញ៉ាំដំឡូងជ្វាជាប្រចាំជួយឲ្យការបញ្ចេញពងមេជីវិតមានច្រើន3វិធីសាស្ត្រវេជ្ជសាស្ត្រមានប្រសិទ្ធភាពខ្ពស់បំផុតប្រសិនបើអ្នកចង់បានកូនភ្លោះដោយការកំណត់ច្បាស់លាស់អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកសម្ភពការប្រើថ្នាំរំញោចការបញ្ចេញពង ovulation induction គ្រូពេទ្យនឹងឲ្យប្រើថ្នាំដើម្បីឲ្យ ovaire បញ្ចេញពងលើសពី1ក្នុងខែនោះការបង្កកំណើតក្រៅរាងកាយ F នេះជាវិធីដែលគេពេញនិយមបំផុតដោយគ្រូពេទ្យដាក់បញ្ចូលអំព្រីយ៉ុងកូនចំនួន2ឬច្រើនទៅក្នុងស្បូនក្នុងពេលតែមួយចំណុចគួរប្រុងប្រយ័ត្នការមានផ្ទៃពោះកូនភ្លោះមានហានិភ័យខ្ពស់ជាងកូនតូដូចជាការសម្រាលមុនកំណត់ឬបញ្ហាសុខភាពមាតាលើសឈាមឬទឹកនោមផ្អែមពេលមានផ្ទៃពោះដូច្នេះការពិគ្រោះជាមួយគ្រូពេទ្យជំនាញគឺជាជម្រើសដ៏ល្អបំផុតតើអ្នកចង់ឲ្យខ្ញុំរៀបរាប់លម្អិតបន្ថែមអំពីរបបអាហារជាក់លាក់ឬដំណើរការនៃការធ្វើ F ដែរឬទេរីករាយណាស់ខ្ញុំនឹងពន្យល់អ្នកឲ្យកាន់តែច្បាស់អំពីវិធីសាស្ត្រទាំងពីរនេះដើម្បីឲ្យអ្នកមានមូលដ្ឋានក្នុងការពិភាក្សាជាមួយគ្រូពេទ្យជំនាញ1របបអាហារនិងការរស់នៅបែបធម្មជាតិទោះបីជាវិធីនេះមិនអាចធានាបាន100ដូចផ្នែកវិទ្យាសាស្ត្រប៉ុន្តែវាជួយរៀបចំរាងកាយឲ្យមានឱកាសខ្ពស់ការញ៉ាំអាហារសម្បូរជាតិស័ង្កសី Zinc សម្រាប់បុរសជាតិស័ង្កសីដែលមានក្នុងគ្រាប់ធេងជាតិអយស្ទរឬសាច់សត្វជួយឲ្យមេជីវិតឈ្មោះមានសុខភាពល្អនិងខ្លាំងដែលអាចបង្កើនលទ្ធភាពបង្កកំណើតបានច្រើនដំឡូងជ្វា Wild Yams មានការសិក្សាថាស្ត្រីដែលញ៉ាំដំឡូងជ្វាច្រើនមានអត្រាកូនភ្លោះខ្ពស់ព្រោះវាមានជាតិគីមីម្យ៉ាងដែលជួយរំញោច ovaire ឲ្យបញ្ចេញពងលើសពី1ការឡើងទម្ងន់បន្តិចបន្តួចការសិក្សាមួយចំនួនបង្ហាញថាស្ត្រីដែលមានសន្ទុះម៉ាស់រាងកាយ BMI លើសពី25បន្តិចមានឱកាសកូនភ្លោះខ្ពស់ជាងស្ត្រីដែលស្គមខ្លាំងទោះជាយ៉ាងណាត្រូវប្រយ័ត្នបញ្ហាសុខភាពទូទៅផងដែរ2ដំណើរការនៃការធ្វើ F ការបង្កកំណើតក្នុងកែវនេះគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកចង់បានកូនភ្លោះតាមបំណងដំណាក់កាលសំខាន់មានដូចជាការរំញោច ovaire គ្រូពេទ្យផ្ដល់ថ្នាំចាក់ដើម្បីឲ្យស្ត្រីផលិតពងបានច្រើនក្នុងខែតែមួយការបូមយកពងនៅពេលពងទុំគ្រូពេទ្យនឹងបូមវាចេញមកក្រៅការបង្កកំណើតក្នុងមន្ទីរពិសោធន៍គេយកពងទៅជួបជាមួយមេជីវិតឈ្មោលនៅក្នុងកែវពិសោធន៍រហូតក្លាយជាអំព្រីយ៉ុងកូនការផ្ទេរអំព្រីយ៉ុងដើម្បីឲ្យមានកូនភ្លោះគ្រូពេទ្យនឹងដាក់បញ្ចូលអំព្រីយ៉ុងចំនួន2ទៅក្នុងស្បូនក្នុងពេលតែមួយប្រសិនបើអំព្រីយ៉ុងទាំងពីរតោងជាប់ជញ្ជាំងស្បូនបានជោគជ័យនោះអ្នកនឹងមានកូនភ្លោះ3តើគួរត្រៀមខ្លួនដូចម្តេចមុននឹងសម្រេចចិត្តអ្នកគួរអនុវត្តជំហានទាំងនេះពិនិត្យសុខភាពស្បូនត្រូវប្រាកដថាស្បូនរបស់អ្នករឹងមាំគ្រាន់នឹងផ្ទុកទម្ងន់កូន2ក្នុងពេលតែមួយអាស៊ីត folic acid គួរញ៉ាំយ៉ាងតិច3ខែមុនពេលចាប់ផ្ដើមយកកូនដើម្បីការពារពីការភាពខួរក្បាលនិងឆ្អឹងខ្នងរបស់ទារកពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកបន្តពូជ fertility specialist គាត់នឹងពិនិត្យមើលអរម៉ូនរបស់អ្នកថាតើអ្នកស័ក្តិសមនឹងវិធីណាមួយតើអ្នកចង់ឲ្យខ្ញុំជួយណែនាំអំពីការថែទាំសុខភាពអំឡុងពេលពោះកូនភ្លោះឬចង់ដឹងពីតម្លៃប្រហាក់ប្រហែលនៃការធ្វើ F នៅកម្ពុជាដែរឬទេបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច Subscribe និង Share មួយ